ចាស់ស្រុកបានរៀបរាប់ក៏ដូចជារាយរាប់អំពីសក្តានុពលនៃទឹកធ្លាក់ជួរព្រះនៅក្នុងភូមិរកនេះហើយយើងឃើញថានៅតំបន់នេះគឺស្ថិតនៅក្នុងភូមិសាស្ត្រទេសចរធម្មជាតិនិងជាលំនៅឋានប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចដោយមិនបង្អង់យូរយើងនឹងធ្វើដំណើរទៅកាន់រមណីយដ្ឋានថ្មីមួយទៀតហើយរមណីយដ្ឋាននេះមានឈ្មោះថារមណីយដ្ឋានណាងក្លាងទឹកវិលពេលកំពុងធ្វើដំណើរតាមផ្លូវបងប្រុសក៏បាននាំយើងឲ្យស្គាល់អំពីផ្ទះប្រពៃណីបងប្អូនជនជាតិដើមភាគតិចកាវ៉ែតចង់ដឹងបន្តិចមើលថាតើផ្ទះបងប្អូនជនជាតិដើមកាវ៉ែតនៅទីនេះមានភាពពិសេសអ្វីខ្លះតោះទៅទស្សនាទាំងអស់គ្នាផ្ទះនេះជាផ្ទះបុរាណផ្ទះប្រពៃណីជនជាតិដើមភាគតិចកាវ៉ែតយើងធ្លាប់រស់នៅពីមុនធ្លាប់ធ្វើបាទធ្វើពីឫស្សីបាទជាធម្មតាពីមុនយើងអត់ដែលអភិវឌ្ឍទេប៉ុន្តែយើងអត់មានធ្វើផ្ទះពីឈើទេបាទជាទៅសឹងនិយាយទៅ 100% យើងធ្វើពីឫស្សីពីឫស្សីហើយយើងមកប្រភេទទៀតយើងប្រក់ស្លឹកខណ្ឌម៉ាបាទស្លឹកខណ្ឌម៉ាដែរអញ្ចឹងបានន័យថាដំបូលគឺមិនមែនជាចង់និយាយថាមិនមែនតែដំបូលឫស្សីដែលគាត់គុំគ្នានឹងទេប៉ុន្តែមានជាប្រភេទដំបូលស្លឹកខុនម៉ាដែរបាទដំបូលស្រួចអញ្ចឹងគេធ្វើអំពីស្លឹកខណ្ឌម៉ាបាទប៉ុន្តែបើរៀបអញ្ចឹងគេធ្វើពីឫស្សីជំរាបសួរអ៊ំឈ្មោះអីដែរបាទខ្ញុំឈ្មោះលោកឈូមខ្ញុំសុំសួរប័ណ្ណពិសោធន៍បន្តិចអ៊ំជាជនជាតិកាវ៉ែតមែនទេបាទអ៊ំរស់នៅក្នុងផ្ទះនេះតើចង់និយាយថាងាយស្រួលជាងផ្ទះដែលនៅភូមិឬក៏យ៉ាងណាងាយស្រួលព្រោះទម្លាប់តាំងពីម៉ែអូយើងអញ្ចឹងបានន័យថាទៅនៅក្នុងភូមិអត់ចេះនៅទេនៅដែរប៉ុន្តែនៅភូមិវាអត់មានដំណាំផលច្រោអីហ្នឹងអញ្ចឹងក៏សម្រេចមកធ្វើផ្ទះពីដើមហ្នឹងគឺនៅក្នុងចំការតែម្ដងហើយពេលណាបានត្រឡប់ទៅភូមិអ៊ំមានត្រឡប់ហ្នឹងខែប្រាំងអញ្ចឹងមកនៅមួយរដូវតែម្ដងណាមួយរដូវវស្សាហ្មងបាទហើយខ្ញុំចង់សួរបន្តិចអ៊ំដោយសារឃើញផ្ទះនេះវាមានប្រឡោះមានអីអញ្ចឹងទៅតើវាមានការជ្រាបទឹកលិចទឹកអីដែរទេថាភ្លៀងមានជល់ខ្លាំងនៅលិចទឹកដែរសាច់ដែរអូហើយទៅអ៊ំស្នាក់នៅក្នុងនឹងមិនទៅបើភ្លៀងធម្មតានឹងអត់អីទេធម្មតាអត់អីទេបាទហើយផ្ទះនេះជាស្នាដៃរបស់អ៊ំធ្វើដោយខ្លួនឯងផ្ទាល់ឬក៏មានការជួលបងប្អូននៅជិតខាងមកជួយធ្វើឬក៏កូនចៅកូនខ្ញុំគាត់ក៏ចេះធ្វើដូចអ៊ំដែរបាទព្រោះខ្ញុំទៅរៀនអញ្ចឹងអ៊ំបរៀនកូនអ៊ំឲ្យចេះធ្វើផ្ទះហ្នឹងដែរបាទឥឡូវអ៊ំមានកូនប្រហែលអ្នកដែរហើយប្រុសប្រហែលស្រីប្រហែលស្រី2នាក់ប្រុស6នាក់អូប្រុសដល់ទៅ6នាក់អញ្ចឹងកូនតែ2 3នាក់មកជួយធ្វើផ្ទះលំពុកបានណាបាទហើយផ្ទះនេះធ្វើចំណាយពេលប្រហែលជាប្រហែលថ្ងៃរួចផ្ទះនេះមួយមិនទេ5ថ្ងៃហើយផ្ទះមួយតែម្ដងវីឡាដល់ស្គឹមស្កាយព្រោះគ្នាច្រើនបាទគ្នាច្រើននេះប្រហែលឆ្នាំបានយើងផ្លាស់ប្ដូរម្ដងទៅ2ឆ្នាំបាទបងសវណ្ណជាជនជាតិដើមដែរប៉ុន្តែជនជាតិដើមភាគតិចភ្នងអញ្ចឹងខុសគ្នាមិនពាក់ព័ន្ធរឿងភ្នងមិនខុសគ្នាក្រឹងអូសំទោសបងអញ្ចឹងខ្ញុំបន្ថែមជាមួយបងមិញដែរមិនខុសគ្នាប្រមាណទេប៉ុន្តែគាត់ថាខាងបងប្អូនជាដើមបន្តិចក្រឹងឬក៏ព្រៅអីចឹងគឺភាគច្រើនគាត់ធ្វើប្រក់ស្លឹកខណ្ឌម៉ាបាទនិងឬក៏ស្បូវបាទពីមុនហ្នឹងណាបាទអញ្ចឹងនៅបងប្អូនកាវ៉ែតរបស់យើងគាត់មានផ្ទះបែបនេះប៉ុន្តែផ្ទះបាំងសាំងបាំងរស័យអញ្ចឹងក៏យើងមានដូចគ្នាប៉ុន្តែយើងប្រក់នៅតែប្រក់ស្លឹកខណ្ឌម៉ាបាទពីមុនហ្នឹងណាបាទប៉ុន្តែដូចបងគាត់បានលើកឡើងមកអញ្ចឹងថាយើងចាប់ផ្ដើមប្រែប្រួលនៅក្នុងបើនៅនេះបើតាមខ្ញុំចុះកន្លងទៅបើ2000ហ្មងគឺមានចាប់ផ្ដើមធ្វើផ្ទះសង្កសីនឹងខ្លះហើយប៉ុន្តែអត់ទាន់ខែថាអត់ទាន់ច្រើនទេនៅនេះណាមានតែមានខ្លះតិចមានតិចអញ្ចឹងនៅតែមានផ្ទះជនជាតិដើមបន្តិចយើងបដាតឆ្នាំ2010បានចាប់ផ្ដើមបានមានច្រើនអញ្ចឹងទៅតែមានច្រើនហ្នឹងគឺនៅឆ្នាំ2010នេះឯងបាទប៉ុន្តែបើថាតេតងទៅនឹងផ្ទះប្រភេទនេះមានអាយុកាលប្រមាណហើយ
แต่យើងនៅបន្តធ្វើបែបហ្នឹងគឺបើន័យថាគឺយូរលងណាស់មកហើយបើន័យថាពីដើមពីដូនតាមកយើងរាប់តជំនាន់ហើយរាប់មិនអស់ទេបាទចុះពាក់ព័ន្ធនឹងម៉ូដផ្ទះទៅវិញអ៊ំនេះម៉ូដផ្ទះការតុបតែងដបូលមួយតង់ពីរតង់អីហើយទ្វារចំហៀងអីហ្នឹងជាម៉ូដបោះពីដើមឬក៏ជាការតុបតែងមកយើងគិតថាយើងចង់ដាក់ទ្វារណាក៏បានដបូលយើងចង់ធ្វើមិនក៏បានធ្វើមិនក៏បានដបូលហ្នឹងថាមុខប្លោះចឹងតាមចិត្តយើងចង់ធ្វើយើងចង់ពីមុខក៏បានពីជាហៀងក៏បានបាទអញ្ចឹងអរគុណអ៊ំច្រើនមែនទែនអ៊ំអរគុណច្រើនលាអ៊ំមកជូនពរសុខភាពល្អបាទអរគុណច្រើនអ៊ំក្រោយពីបានស្វែងយល់អំពីផ្ទះបុរាណរបស់បងប្អូនជនជាតិដើមភាគតិចកាវ៉ែតហើយយើងឃើញថាមិនសូវមានភាពខុសគ្នាពីផ្ទះបុរាណរបស់បងប្អូនជនជាតិដើមភាគតិចក្រឹងប៉ុន្មានទេហើយឥឡូវនេះយើងនឹងបន្តដំណើរទៅកាន់រមណីយដ្ឋានណាងខ្លាងទឹកវិលវិញម្ដងហើយបើនិយាយអំពីឈ្មោះណាងខ្លាងទឹកវិលនេះគឺហាក់បីដូចជាចាប់អារម្មណ៍ខ្លាំងមែនទែនអញ្ចឹងចង់ដឹងថាពាក្យនេះមានរឿងដំណាលបែបណាបានជាបងប្អូនជនជាតិដើមភាគតិចនៅទីនេះហៅថាណាងខ្លាងទឹកវិលហើយក៏រឹតតែចង់ដឹងទៀតថារមណីយដ្ឋានបន្ទាប់នេះមានភាពស្រស់ស្អាតក៏ដូចជាខុសប្លែកពីរមណីយដ្ឋានមុនយ៉ាងណាសូមអញ្ជើញបងប្អូនទៅតាមដានទស្សនាជាមួយយើងខ្ញុំនៅសប្តាហ៍ក្រោយ